ដឹកមកដល់ផ្ទះភ្លាមនិយាយទៅសេលក់ភ្លាមហ្មងបងប្អូនចង់ឲ្យបងប្អូនទិញទៅថ្មីថ្មីអញ្ចឹងហ่ะនេះតំបេះមកពីចការភ្លាមបងប្អូនអើយមើលគាត់តែកាត់ស្លឹកមកអាំងតែចការខ្លួនឯងដើមខ្លួនឯងហ្មងកាប់គ្មានបណ្ដៃស្លឹកប៉ុន្តែបងប្អូនស្លឹកនេះសម្រាប់ថាបងប្អូនកំងអីវិចខ្ចប់ហ្នឹងគឺខ្ញុំដាក់ស្លឹកជូនបងប្អូនហ្មងស្លឹកនេះគឺនិយាយទៅដាក់ទៅបងប្អូនជួយរក្សាសម្បល់ហើយនឹងការពារមង្ឃុតយើងបានស្អាតមែនតើខុតដែលយើងបេះមកថ្មីថ្មីអញ្ចឹងគឺវាមានមេឃពណ៌វាមានខ្មៅមានក្រហមមានសាគានិយាយទៅពេលដែលយើងបេះហ្នឹងគឺយើងមានចម្រុះពណ៌មកទាំងអស់ដោយសារតុំក៏យើងបេះសាគាក៏យើងបេះបានដោយសារសម្រាប់ដាក់តាមបដាខែឬក៏និយាយទៅមង្ឃុតនេះគឺតុំលឿនមែនតើក្រហមអញ្ចឹងណាបងប្អូនតែស្អែកនេះនិយាយពីខ្មៅហ្មងហើយបង្ខុតនេះវិញនិយាយពីថាញ៉ាំអត់ចិត្តណែអត់ធន់ហ្មងនិយាយពីញ៉ាំឲ្យញៀនលើដើមជាពិសេសនេះពណ៌កម្មាអ្នកលក់បងទៅដាក់លក់នេះនិយាយពីថាជាតិសាហាវហ្មងហើយបើអ្នកចូលចិត្តផ្អែមចូលចិត្តពណ៌អញ្ចឹងញ៉ាំទៅដឹងតែផ្អែមហើយតែបើសិនជាគាត់រៀងចូលចិត្តញ៉ាំជាតិជូរអែមគាត់ញ៉ាំក្រហមទៅឆ្ងាញ់សាច់ស្រួយទៀតអញ្ចឹងបង្ខុតនេះអ្នកលក់ញ៉ាំរាល់ថ្ងៃញ៉ាំអត់ធន់ទេអញ្ចឹងសម្រាប់បងប្អូនតើការញ៉ាំអីអាចកំងបានណានិយាយទៅបង្ខុតយើងចាប់ដើមអស់បដាដែរដោយសារបង្ខុតតាតុំគឺតុំមកបង្ខុតចេតានអ្នកលក់នឹងថែមស្លឹកជូនណានិយាយទៅស្លឹកនេះស្អាតខ្លាំងណាស់